នេះគឺជាវីដេអូសកម្មភាពដែលខ្ញុំបានមកជួយបងប្អូនខ្ញុំក្នុងការរៀបចំបើកហាងសាឡនថ្មីហើយសកម្មភាពថ្ងៃទី1ហ្នឹងខ្ញុំបានមកជួយលាបថ្នាំពណ៌អញ្ចឹងរបស់គាត់ណានិយាយរួមទៅមកជីវិតរបស់ខ្ញុំហើយខ្ញុំអត់ដែលមានបទពិសោធន៍ក្នុងការមកធ្វើសំណង់បែបហ្នឹងទេគឺអត់ដែលហ្មងអញ្ចឹងអីដែលខ្ញុំត្រូវធ្វើមុនគេហ្នឹងខ្ញុំយកទៅបោះជាងបោះដីបោះតលីអីចេញឲ្យស្អាតសិនមកដើម្បីយើងលាបពណ៌វាទៅបានស្អាតល្អអញ្ចឹងណាបន្តមកទៀតខ្ញុំមិនដឹងថាអាហ្នឹងគេហៅអីគេទេប៉ុន្តែវាដូចជាសំងដែរអញ្ចឹងពេលយើងលាបទឹកហើយវាកកដូចសំងអញ្ចឹងហើយខ្ញុំយកទៅបិទនៅកន្លែងប្រហោងដែរអញ្ចឹងនឹងខូចនិយាយរួមទៅបិទទាំងតែអត់ជាប់ទេដោយសារខ្ញុំអត់មានបទពិសោធន៍ក្នុងការធ្វើអញ្ចឹងបន្ទាប់ពីបិទអាហ្នឹងហើយបងស្រីម្ចាស់ផ្ទះហ្នឹងគាត់ជួយមកកោថ្នាំកោអីចឹងគាត់បរៀនតែយើងទៅលាបមិនអីលាបមិនចឹងហើយនឹងនិយាយរួមទៅលើកទី1របស់ខ្ញុំហ្មងឲ្យខ្ញុំមកលាបថ្នាំពណ៌អញ្ចឹងមើលល្អស្អែកខ្លាំងមែនតើហ្មងអាហ្នឹងសំណាងល្អហើយដែលខ្ញុំលាបតែមួយជាន់ទី1ខ្ញុំមិនមែនហ្នឹងនៅលាបមួយជាន់ទៀតតែប្រហែលទុកឲ្យប្តីបងខ្ញុំអ្នកលាបតអញ្ចឹងអញ្ចឹងថ្ងៃហ្នឹងខ្ញុំលាបបានតែប៉ុណ្្នឹងទេដោយសារតែខ្ញុំអត់មានពេលដែរអញ្ចឹងខ្ញុំមិនដឹងថាល្ងាចឡើងប្តីបងខ្ញុំគាត់មកលាបតទៀតឬក៏មិនទេបើសិនជាអត់ទាន់លាបហើយថ្ងៃហ្នឹងស្អែកឡើងខ្ញុំមកលាបតទៀតអញ្ចឹងអញ្ចឹងថ្ងៃនេះខ្ញុំលាបថ្នាំពណ៌តទៀតដោយសារកាលពីយប់បងខ្ញុំគាត់អត់បានលាបថែមទៀតអញ្ចឹងខ្ញុំត្រូវមកលាបតទៀតអញ្ចឹងពេលដែលខ្ញុំពងតែលាបថ្នាំហ្នឹងបងផ្សេងចេះតែគាត់ដើរមកនិយាយលេងមកខ្ញុំគាត់ប្រាប់ពីរបៀបលាបរបៀបអីអញ្ចឹងណាហើយគាត់បាននិយាយលេងគាត់និយាយប្រាប់ពីការរស់ស៊ីរបស់គាត់អីអញ្ចឹងណាពីប្រវត្តិគាត់បើកសាឡនបើអីអញ្ចឹងទៅខ្ញុំក៏និយាយលេងអីខ្លះៗមួយគាត់អញ្ចឹងណាអញ្ចឹងបន្ទាប់ពីនិយាយគ្នាលេងបានមកសន្ទុះគាត់ក៏ទៅហើយខ្ញុំនៅលាបថ្នាំពណ៌ម្នាក់ឯងអញ្ចឹងណាយល់រួមការលាបថ្នាំពណ៌នេះខ្ញុំអត់ដឹងថាខាតឬចំណេញទេដោយសារតែចង់ធ្វើខ្លួនឯងបើសិនជាយើងចូលឲ្យគេលាបឲ្យអស់ហើយជាង25អីហ្នឹងប៉ុន្តែគ្រាន់តែយើងចង់រៀនធ្វើអីខ្លួនឯងថ្មីអញ្ចឹងណាមានបទពិសោធន៍ថ្មីអីអញ្ចឹងទៅយល់រួមទៅលាបថ្នាំពណ៌ហ្នឹងដូចយើងហាត់ប្រាណអញ្ចឹងខ្ញុំទៅអាវភ្លៀងហ្នឹងញឹសស្រក់ហូរដូចទឹកចឹងចេញមកតាមដៃខ្ញុំនឹងតយកហ្មងយល់រួមលាបថ្នាំពណ៌ហ្នឹងមើលទៅការងារស្រាលទេប៉ុន្តែខ្ញុំបាត់ដឹងមិនទេពេលដែលលាបហើយខ្ញុំចុកដៃចុកជើងឈឺចង្កេះដូចគេឲ្យទៅធ្វើស្រែអញ្ចឹងដោយសារតែយើងអត់សូវដែរធ្វើការងារធ្ងន់អញ្ចឹងបន្ទាប់ពីខ្ញុំបានលាបថ្នាំពណ៌មួយជាន់មួយហើយឥឡូវខ្ញុំចាប់ដើមលាបថ្នាំពណ៌មួយជាន់ទៀតដើម្បីឲ្យវាមើលទៅដិតក្រាស់ល្អអញ្ចឹងសម្រាប់ការលាបលើកទី2នេះខ្ញុំខ្លាចដែរហ្នឹងដោយសារតែវាខ្លាចលោវាអត់ស្អាតអត់អីអញ្ចឹងប៉ុន្តែជាក់ស្ដែងតែខ្ញុំគិតថាអត់អីទេវាល្មមគួរសមដែរអញ្ចឹងណាគាត់តែវាមិនបានស្អាតដូចជាងគាត់អ្នកលាបបន្ទាប់ពីលាបទៅខ្ញុំហេវខ្លាំងមែនទែនហ្មងប៉ុន្តែហេវបាយទេប្រាប់ឲ្យបងអូនចង់មីឲ្យនិយាយរួមទៅយើងពងហេវអញ្ចឹងបានមីក្តៅអូនអញ្ចឹងជាងាញ់មែនទែនហ្មងណាហើយសម្រាប់ប្រហិតអស់ហ្នឹងខ្ញុំអត់សូវចេះញ៉ាំប្រហែលទេខ្ញុំតើឲ្យគាត់ដាក់តែពងទាមកគ្រាប់ឲ្យតែគាត់ទិញផាត់ឲ្យមកមកកភ្លុះគាត់ទៅលាបថ្នាំពណ៌តែប៉ុណ្្នឹងណាប៉ុន្តែបាច់មើលមុខខ្ញុំទេហត់បាក់ដូចអ្នកមកពីធ្វើសំណងមែនទែនអញ្ចឹងសាំឡកយហើយយើងពងហត់ពងហេវអញ្ចឹងបានដាក់មីក្តៅមួយពងមាន់អញ្ចឹងអូជាងាញ់ជាតិជួយម៉ៃហើយអាមាត់ពងញ៉ាំហ្នឹងណាប៉ុន្តែផ្លេចសាករឿងឆ្លៀតលូឆ្លៀតជេដាក់គេហ្នឹងបន្ទាប់ពីខ្ញុំញ៉ាំមីហើយខ្ញុំមានពេលប្រហែលជា1ម៉ោងទៀតក្នុងការលាបថ្នាំពណ៌ហ្នឹងណាដំបូងខ្ញុំគិតថាថ្ងៃហ្នឹងខ្ញុំអាចលាបថ្នាំពណ៌2តង់ហ្នឹងបានហើយទាំងអស់ដែរប៉ុន្តែចាក់ស្ដែងទៅខ្ញុំលាបបានតែបន្តិចមិនដែរទឹកដៃខ្ញុំប៉ុណ្ណឹងអាចធ្វើសំណងបានអត់និយាយរួមទៅមនុស្សជួយចិត្តការធ្វើប៉ុន្តែធ្វើអីក៏អត់កើតដែរឮថាធ្វើការងារធ្ងន់អីហត់កើតណាបន្ទាប់ពីខ្ញុំលាបបានមកសន្ទុះហើយខ្ញុំក៏ដល់ម៉ោងចេញទៅវិញអញ្ចឹងសមមិនទៀតប្រហែលជាទុកឲ្យប្តីពូនខ្ញុំគាត់អ្នកលាបតទៀតហើយស្អែកប្រហែលជាខ្ញុំអត់បានមកជួយគាត់ទេដោយសារតែខ្ញុំបាក់កម្លាំងមែនទែនហ្មងមួយខ្ញុំវល់តែអត់ស្រួលខ្លួនអញ្ចឹងវីដេអូនេះខ្ញុំសុំ skip ទៅនឹងសិនដោយសារតែវាវែងដែរហើយសម្រាប់វីដេអូទី2ប្រហែលជាខ្ញុំថតតពីខ្ញុំធ្វើប៉ាណូអីឲ្យគាត់អញ្ចឹងហើយការតុបតែងហាងអីចឹងលទ្ធផលដែលយើងធ្វើខ្លួនឯងចង់ដឹងថាវាបានប៉ុណ្ណាអីអញ្ចឹងណាអូខេបាយបាយ